ឆ្នាំរកាកើតនៅក្នុងខែកក្កដាមានទាំងចំណុចខ្លាំងនិងចំណុចខ្សោយរួមបញ្ចូលគ្នាជាទូទៅមកលឆ្នាំរកាដែលកើតនៅក្នុងខែកក្កដាគេច្រើនជាមនុស្សមើងម៉ាត់ប៉ុន្តែចិត្តទុំបើមើលពីខាងក្រៅពួកគេហាក់ដូចជារឹងមាំមានទំនុកចិត្តលើខ្លួនឯងប៉ុន្តែជ្រៅនៅក្នុងចិត្តពួកគេក៏ជាមនុស្សដែលងាយនឹងចូលចិត្តក៏ជាមនុស្សដែលច្រើននិងត្រូវការភាពកក់ក្ដៅខ្លាំងពួកគេជាមនុស្សដែលឲ្យតម្លៃលើក្រុមគ្រួសារខ្លាំងបើទោះជារវល់ការងាររវល់ក្នុងសង្គមខាងក្រៅខ្លាំងកម្រិតណាក៏ដោយក៏គ្រួសារគឺជាអាទិភាពទីមួយសំខាន់សម្រាប់ពួកគេបន្ថែមទៀតដែរពួកគេក៏ជាមនុស្សដែលប្រកែកសង្កេតមានវិចារណញ្ញាណខ្ពស់មានការសាភ្នែកមុតស្រួចអាចមើលដឹងពីមនុស្សល្អឬអាក្រក់ចេតនាល្អឬមិនល្អបានយ៉ាងរហ័សតាមរយៈការសង្កេតនិងអារម្មណ៍ខាងក្នុងចំណុចខ្លាំងរបស់ពួកគេជាមនុស្សដែលមានភាពបត់ចត់បើសម្រាប់ចិត្តថាធ្វើអ្វីមួយធ្វើតតែបានសម្រេចមានការតាំងចិត្តខ្ពស់យកចិត្តទុកដាក់នឹងការងារមិនមែនជាមនុស្សធ្វើការបែបលំឲ្យតែរួចពីដៃពួកគេក៏ជាមនុស្សដែលប្រកែករកលុយនិងចេះទុកដាក់លុយកាក់ផងដែរចំណុចខ្សោយរបស់ពួកគេគឺជាមនុស្សដែលមានអារម្មណ៍ងាយប្រែប្រួលពេលសប្បាយហួសពេលកើតទុកក៏កើតទុកហួសពេលខ្លះក៏រីករាយពេលខ្លះក៏ប្រែជាស្ងាត់ភ្លាមដោយសារតែភាពបត់ចត់ពេកជួនកាលពួកគេក៏ខ្លាចជាមនុស្សដែលប្រកែករិះគន់ទឹកច្រើនរអ៊ូរទាំដើម្បីទទួលបាននូវភាពល្អឥតខ្ចោះចំណុចចំណាំឆ្នាំរកាកើតនៅក្នុងខែកក្កដាក៏ជាមនុស្សដែលចងចាំបានយូរប្រសិនបើមាននរណាម្នាក់ធ្វើឲ្យគេខូចចិត្តធ្វើខុសចំពោះពួកគេចងចាំបានយូរជាងរកាកើតខែផ្សេងមិនងាយបំភ្លេចឬអត់អោនទោសដោយងាយនោះទេចំណុចគួររំលឹកឆ្នាំរកាកើតខែកក្កដាគួរតែរៀនចេះគ្រប់គ្រងអារម្មណ៍បង្កើនភាពអត់ធ្មត់កុំមានការរំពឹងខ្ពស់ពេកពីអ្នកដទៃនឹងអាចធ្វើឲ្យអារម្មណ៍ឆ្នាំរកាកើតខែកក្កដាមិនសូវមានទុកកង្វល់និងបានធំស្បើយបានច្រើនផងដែរប្រធានបទមួយនេះចូលចំពោះឆ្នាំរកាកើតខែកក្កដាដែលបានខមមិននិងឆាតសួរមកកាន់នាងខ្ញុំផងដែរអរគុណ